វីដេអូនេះដែរខ្ញុំមកឆ្លើយសំណួរដែលខ្ញុំទទួលបានច្រើនជាងគេនៅក្នុង comment ហ្មងគឺថាសួរថាចែអីទៅជាតារានិករហើយធ្វើមិនបានខ្ញុំដឹងថាខ្ញុំគឺជាតារានិករអីគេហើយមួយទៀតតារានិករនេះល្អអត់ចាបើសិនជាខ្ញុំជាតារានិករនេះខ្ញុំល្អអត់ឬក៏មិនអូខេឥឡូវខ្ញុំឆ្លើយសំណួរនឹងទាំងអស់ប៉ុន្តែមុននឹងខ្ញុំឆ្លើយជួយ follow page ខ្ញុំមួយផងដើម្បីមានកម្លាំងចិត្តក្នុងការឆ្លើយសំណួរតទៀតអញ្ចឹងណាសម្រាប់ខ្ញុំស្គាល់ពីតារានិករនឹងប្រហែលជា10ឆ្នាំជាងហើយសម្រាប់ខ្ញុំពេលដែលខ្ញុំស្គាល់ពីតារានិករនឹងគឺគេសំដៅទៅលើអត្តចរិតរបស់មនុស្សអញ្ចឹងពេលដែលយើងដឹងពីតារានិករទៅគឺយើងអាចមើលមនុស្សបានយើងឆាប់ដឹងថាគាត់ចរិតមិនហើយសួរថារបៀបមើលតារានិករបែបម៉េចគឺយើងគេមើលតែថ្ងៃដែលយើងកើតថ្ងៃឧទាហរណ៍កើតថ្ងៃ1 2 3 4 5អីចឹងទៅហើយខែប៉ុន្មានអញ្ចឹងគឺគេមើលតែពីហ្នឹងឯងអញ្ចឹងយើងមើលថ្ងៃយើងកើតជាមួយនឹងខែដែលយើងកើតហើយវាច្រើនគឺគេដាក់ចេះ19កុម្ភៈរហូតដល់20មីនាអីចឹងទៅអញ្ចឹងគឺជាតារានិករណាអញ្ចឹងទៅហើយចន្លោះតពីថ្ងៃទី22ឬក៏21ពីខែចាស់ហ្នឹងតទៅខែថ្មីមួយទៀតគឺជាតារានិករអីចឹងទៅអញ្ចឹងយើងខុសគ្នាពេលខុសគ្នាតែមួយថ្ងៃគឺយើងខុសសូឌីខ្សែនេះណាខុសតារានិករគ្នាដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបាននៅក្នុង background ខ្ញុំដាក់នៅខាងក្រោយហ្នឹងអញ្ចឹងណាឬក៏មើលវីដេអូចាស់ៗដែលខ្ញុំធ្លាប់និយាយពីតារានិករដូចគ្នាថាអ្នកកើតចន្លោះពីណាទៅណាគឺជាតារានិករអីផ្សេងៗអញ្ចឹងទៅហើយសម្រាប់ខ្ញុំវិញខ្ញុំជឿទៅលើការនិយាយអំពីតារានិករណាចរិតបែបណាអញ្ចឹងខ្ញុំជឿសឹងតែ90%ព្រោះខ្ញុំជួបមនុស្សច្រើនណាស់ហើយពេលដែលខ្ញុំដឹងពីតារានិកររបស់គេមានអារម្មណ៍ថាគឺចរិតគាត់ខុសគ្នាដូចយើងដឹងហ្មងណាហើយសួរថាតារានិករណាល្អតារានិករណាមិនល្អតារានិករទាំងអស់គឺមានចំណុចល្អជាមួយនឹងចំណុចមិនល្អទាំងអស់វាអាស្រ័យទៅលើតារានិករហ្នឹងត្រូវជាមួយនឹងយើងអត់ចរិតគាត់ត្រូវជាមួយនឹងយើងអត់មនុស្សម្នាក់អត់អាចធ្វើអត្តចរិតបែបហ្នឹងទៅមនុស្សគ្រប់គ្នាទាំងអស់ទេរបៀបថាឧទាហរណ៍ថាខ្ញុំល្អជាមួយនឹងម្នាក់ A ហ្នឹងអញ្ចឹងខ្ញុំម្នាក់ B ហើយតែខ្ញុំអត់សូវល្អដោយសារតែពេលខ្លះគឺចរិតគេធ្វើដាក់យើងហើយយើងទទួលយកបានក៏យើងអត់មានអារម្មណ៍ថាអត់ជួយចិត្តអីផ្សេងៗអញ្ចឹងណាអញ្ចឹងគឺតារានិករណាក៏វាមានចំណុចល្អចំណុចអាក្រក់ដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីចំណុចល្អចំណុចអាក្រក់របស់តារានិករមួយអាច comment បានខ្ញុំនឹងចេញវីដេអូបន្ត